សួស្តីបាទភ្នែកទឹកមាត់ទឹកជាទឹកបាទយើងវិលមកជួបបងប្អូនតាថ្មីម្ដងទៀតថ្ងៃនេះយើងចង់និយាយអំពីនៅថៃមានស្លឹកបៀ4ស្លឹកមកបន្លាចខ្មែរយើងណាស្លឹកបៀ4ស្លឹកហ្នឹងគឺថាសំខាន់របស់គេណាតែខ្មែរអាចទប់បានទេទី1គឺគេថាណាស្លឹកបៀទី1គឺថាគេអាចគេបាត់ព្រំដែនណាគេគេបាត់ព្រំដែនធ្វើឲ្យចលាចលគឺមានបញ្ហាគឺខាតបងពលករកសិករកម្មករទាំងអស់គ្នាទាំងខាងថៃខាងខ្មែរយើងហ្នឹងប៉ុន្តែមិនបញ្ហាទេថៃវាមានលេងសេដ្ឋកិច្ចច្រើនបំផុតយើងមិនបានពាក់កណ្ដាលផងនាំចូលគឺនាំចេញមកយើងមួយច្រើនបាទណាគឺនាំចូលមកយើងច្រើនយើងនាំចេញទិញទួយប៉ុណ្ណឹងឯងអញ្ចឹងអត់មានបញ្ហាទេអាហ្នឹងបញ្ហាលើដែលរដ្ឋាភិបាលលោករំពឹងគិតទៅហើយទី2គេអាចណាផ្ដាច់ទឹកភ្លើងអ៊ីនធឺណិតសាំងអីអស់ហ្នឹងគេថាណាបើសិនណាគេធ្វើអញ្ចឹងទៅគេនឹងធ្វើឲ្យខ្មែរយើងវិធានលំបាកចលាចលអញ្ចឹងទៅតែខ្មែរយើងទៅបានមិនបានណារដ្ឋាភិបាលគូគិតគូហ្នឹងស្លឹកបៀទី2ហើយស្លឹកបៀទី3គឺសំខាន់មួយដែរបញ្ហាធ្វើការពលករហ្នឹងគេថាបើចង់មិនចង់អាចុងក្រោយគេនឹងបដិញពលករហ្នឹងគេអាងអញ្ចឹងណាព្រោះពលករខ្មែរយើងនៅជាង2លានណានៅស្រុកគេហ្នឹងអ្នកមានច្បាប់បន្តិចបន្តួចទេបាទអ្នកអត់ច្បាប់វាច្រើនជាង2លានហ្នឹងដូច្នេះគេថាបើស្នាជាចង់មិនចង់គេអាចណាគេអាចនឹងបណ្ដេញពលករនឹងចេញមកឲ្យទៅពេលមក2លានអ្នកជាងបើស្នាមកធ្វើការទៅខ្មែរយើងគឺពុកចលាចលឲ្យមានការងារគេធ្វើណាបើអញ្ចឹងគេមិនស្លឹកបៀនហ្នឹងតែគេដឹងណាបាទហើយឡើងទី3ហើយទី4អីទៀតអាហ្នឹងក៏សំខាន់មួយដែរទី4គឺថាបើចង់មិនចង់តែគេខឹងគេមិនពេញចិត្តគេនឹងឲ្យគណៈបកប្រឆាំងដោយអាដាមសំរងស៊ីចេញនៅក្រៅប្រទេសហ្នឹងគេឲ្យចូលស្រុកនៅតាមរយៈថៃហ្នឹងធ្វើភ្លៀងធ្វើផ្គរអាចមានហានិភ័យមានបញ្ហាទៅដល់គណៈបកប្រជាជនអំណាចរបស់សម្ដេចនាយកហ្នឹងគេអាងអញ្ចឹងដល់ហើយគេយកអាហ្នឹងមកបន្លាចខ្មែរតើរដ្ឋាភិបាលយើងទប់បានមិនបានគឺយ៉ាងម៉េចទេហើយសំខាន់មួយទៀតខ្ញុំមិនចង់និយាយគេថាបើបញ្ហាដែលរដ្ឋាភិបាលថាក់ស៊ីននឹងសម្ដេចហ៊ុនសែនហ្នឹងវាមានអដេញធ្វើអីក៏ដោយធ្វើដើម្បីអដេញអំណាចរបស់ខ្លួនហើយនឹងជាផលប្រយោជន៍របស់គ្រួសារហ្នឹងខ្ញុំមិនដឹងអាហ្នឹងបើតាមប្រជាជនមានថាអញ្ចឹងណានេះសម្ដីទាំងអស់នេះសិតតែមានសម្ដីពីប្រជាជនខ្ញុំពំនាំយកសម្ដីប្រជាជនមករៀបជូនប៉ុណ្ណឹងអរគុណបាទជំរាបលាបាទ